សួស្តីបងប្អូនថ្ងៃនេះក្នុងវីដេអូនេះខ្ញុំនឹងមកបង្រៀនបងប្អូនអំពីការដាក់ filter និងដាក់ចម្រៀងមិនក្នុង app TikTok មករួចចុចកាមេរ៉ាថតនេះយើងមកដល់កន្លែងថតវីដេអូហើយដំបូងយើងចង់ដាក់ចម្រៀងដោយសារខ្ញុំមានវីដេអូខ្ញុំសិតតែចម្រៀងអញ្ចឹងខ្ញុំមើលវីដេអូខ្ញុំបទចម្រៀងណាដែលខ្ញុំចង់ដាក់អញ្ចឹងខ្ញុំ select យកវីដេអូយករូបកន្លែងចម្រៀងហ្នឹងទៅហើយបន្ទាប់មក use stem អញ្ចឹងឥឡូវហ្នឹងវីដេអូយើងបានចូលមកដល់ក្នុងការថតហើយ sound ដែលយើងពេញចិត្តហើយអញ្ចឹងឥឡូវជ្រើសរើសយកជាវីដេអូឬក៏ជារូបថតវាមាន15សេកុង60សេកុងនិង10នាទីហើយខាងក្រោមនេះខ្ញុំដូរ filter ណាបងប្អូនខ្ញុំមកឲ្យបងប្អូនមើល filter នេះតើ filter មួយណាដែលស័ក្តិសមយើងមើល select យកខ្លួនឯងទៅដូចខ្ញុំ select យកអ្វីមួយដែលខ្ញុំចូលចិត្តហើយបន្ទាប់មកទៀតយើងនិយាយពីភ្លើងនេះពេលដែលខ្ញុំបិទបើកភ្លើងហ្នឹងរៀងល្ងិតអញ្ចឹងទៅឲ្យវីដេអូយើងអត់សូវជាច្បាស់ឬក៏ស្អាតទេអញ្ចឹងត្រូវការភ្លើងខាងឆ្វេងខាងស្ដាំនិងខាងមុខបន្ទាប់មកចុច record យើងចាប់ដើមចុច record ណាបងប្អូនដើម្បីថតជាវីដេអូយើងហើយរងចាំឲ្យវា record ចប់ tick សញ្ញា tick ហ្នឹងបន្ទាប់មកទៀតយើងជ្រើសរើសផ្លាស់ប្ដូរ cover បើសិនជា cover យើងហ្នឹងអត់ស្អាតណាបងប្អូនអញ្ចឹងខ្ញុំជ្រើសរើសរូបផ្សេងខ្ញុំ edit ដល់ពេលអញ្ចឹងទៅឥឡូវយើងមកដាក់ចំណងជើងវីដេអូរបស់យើងបងប្អូនចង់ដាក់អីក៏ដាក់ទៅតែកន្លែងហ្នឹងក៏សំខាន់ណាស់កុំភ្លេចដាក់ hashtag ដើម្បីគេងាយឃើញបន្ទាប់មកផុសតែម្ដងឥឡូវនេះឃើញវីដេអូយើងនៅក្នុង page របស់យើងហ្នឹង page TikTok យើងអរគុណបងប្អូនជួបគ្នាវីដេអូក្រោយ